ហេតុអ្វីបានជាប្រទេសតូចៗដូចជាកម្ពុជាត្រូវការការពារបែបយោធារឹងមាំខ្លាំងដោយសារតែប្រទេសធំគឺមិនមានបានន័យថាមានការពារខ្លាំងនោះទេប្រទេសតូចគឺត្រូវការការពារខ្លាំងនិងរឹងមាំដូចគ្នាពីព្រោះទំហំធំនៃប្រទេសមិនអាចការពារប្រទេសជាតិពីហានិភ័យបាននោះទេតាមពិតទៅប្រទេសតូចៗជួនកាលអាចប្រឈមមុខនឹងសម្ពាធកាន់តែច្រើនពីព្រោះពួកគេមានធនធានតិចនិងមានឥទ្ធិពលតិចជាងប្រទេសមហាអំណាចធំយោធារឹងមាំមិនមែននិយាយអំពីការវាយប្រហារអ្នកដទៃនោះទេប៉ុន្តែវានិយាយអំពីការធ្វើឲ្យប្រកាសថាប្រទេសអាចការពារខ្លួនឯងបានរក្សាឯករាជ្យភាពនិងជៀសវាងការបង្ខិតបង្ខំឲ្យធ្វើការសម្រេចចិត្តដោយប្រទេសខ្លាំងជាងខ្លួនហេតុផលសំខាន់បំផុតមួយគឺជាការការពារអធិបតេយ្យភាពនិងឯករាជ្យភាពប្រទេសកម្ពុជាមានរដ្ឋាភិបាលច្បាប់និងផលប្រយោជន៍ជាតិតខ្លួនប្រសិនបើយោធារបស់ខ្លួនខ្សោយពេកប្រទេសដទៃទៀតអាចព្យាយាមជាឥទ្ធិពលទៅលើការសម្រេចចិត្តឬទាញយកអត្ថប្រយោជន៍ពីចំហរបស់ខ្លួនកងកម្លាំងការពារជាតិដែលមានសមត្ថភាពបង្ហាញថាកម្ពុជាអាចការពារទឹកដីរបស់ខ្លួននិងធ្វើការជ្រើសរើសបានដោយខ្លួនឯងនេះគឺបង្កើតការគោរពនិងកាត់បន្ថយឱកាសនៃការជិតជ្រែកពីខាងក្រៅហេតុផលសំខាន់មួយទៀតគឺជាការទប់ស្កាត់ដែលមានន័យថាអាចបញ្ឈប់ចំនួនមុនពេលវាចាប់ផ្ដើមទោះបីជាកម្ពុជារបស់យើងមានទំហំតូចជាងប្រទេសថៃក៏ដោយឬក៏វៀតណាមក៏ដោយការមានយោធាទទួលបានការបណ្ដុះបណ្ដាលបានល្អប្រព័ន្ធបញ្ជាការដែលបានរៀបចំទុកបានយ៉ាងល្អនិងឧបករណ៍ទំនើបមួយចំនួនអាចធ្វើឲ្យការវាយប្រហារណាមួយមានហានិភ័យទៅលើប្រទេសសត្រូវបាននិងធ្វើឲ្យសត្រូវចំណាយច្រើនក្នុងការវាយលុកឧទាហរណ៍ប្រសិនបើកម្ពុជាមានប្រព័ន្ធរ៉ាដានិងការការពារអាកាសដែលមានប្រសិទ្ធភាពជំទាស់សត្រូវអាចចូលមកបានយ៉ាងងាយស្រួលនោះទេនេះគឺរាងការគិតកំហែងពីព្រោះគ្មានប្រទេសណាចង់ប្រឈមមុខទៅនឹងការខាត់បងដែលមិនចាំបាច់នោះទេមេរៀនដ៏សំខាន់មួយដែលបានមកពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែនមិនមែនជាប្រទេសមហាអំណាចយោធាធំជាងគេនោះទេប៉ុន្តែគឺមានការការពារខ្លួនដោយសារតែមានការរៀបចំខ្ពស់ឆន្ទៈជាតិដ៏រឹងមាំនិងប្រព័ន្ធ Control Support នេះគឺបង្ហាញថាកងកម្លាំងមិនត្រឹមតែអំពីទំហំប៉ុណ្ណោះទេប៉ុន្តែគឺពីរបៀបក្នុងការត្រៀមខ្លួនការធ្វើផែនការនិងការសម្របសម្រួលកម្ពុជាអាចអនុវត្តមេរៀននេះដែលផ្ដោតទៅលើការបណ្ដុះបណ្ដាលប្រព័ន្ធទំនាក់ទំនងនិងយុទ្ធសាស្ត្រការពារខ្លួនការការពារយោធាដ៏រឹងមាំគឺត្រូវការសម្រាប់សន្តិសុខព្រំដែននិងការគ្រប់គ្រងចំនួនផងដែរកម្ពុជាមានព្រំដែនជាប់ជាមួយប្រទេសថៃវៀតណាមនិងឡាវសូម្បីតែការយកច្រឡំឬក៏ចំនួនតូចណាមួយក៏អាចកាត់សង្គ្រាមបានផងដែរប្រសិនបើមិនត្រូវបានគ្រប់គ្រងបានយ៉ាងត្រឹមត្រូវយោធារឹងមាំនិងមានវិន័យជួយត្រួតពិនិត្យព្រំដែនឆ្លើយតបបានឆាប់រហ័សនិងការពារបញ្ហាតូចតាចទៅជាចំនួនធ្ងន់ធ្ងរវាក៏ជួយរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរហេតុផលមួយទៀតគឺជាការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់និងសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកទៅលើផ្លូវថ្នល់ស្ពានអាកាសយានដ្ឋានកំពង់ផែនិងប្រព័ន្ធទំនាក់ទំនងដើម្បីដំណើរការក្នុងចំនួនណាមួយទាំងអស់នេះច្រើនតែជាគោលដៅដំបូងប្រសិនបើពួកវាត្រូវបានខូចខាតវាអាចប៉ះពាល់ទៅដល់ការដឹកជញ្ជូនពាណិជ្ជកម្មនិងជីវិតប្រចាំថ្ងៃរបស់ប្រជាជនយោធាដែលមានសមត្ថភាពអាចការពារទីតាំងសំខាន់ទាំងនេះបាននិងធានាថាប្រទេសនៅតែបន្តដំណើរការសម្បីតែក្នុងគ្រាលំបាកក៏ដោយកម្លាំងយោធាក៏មានទំនាក់ទំនងជិតស្និទ្ធទៅនឹងសង្គ្រាមនិងបច្ចេកវិទ្យាទំនើបផងដែរសពថ្ងៃនេះការគិតកំហែងអាចបានមកពីចន្លោះគ្មានមនុស្សបើកការវាយប្រហារតាមអ៊ីនធឺណិតនិងមេស៊ីចម្ងាយឆ្ងាយមិនមែនគ្រាន់តែមកពីទាហានថ្មើរជើងនោះទេកម្ពុជាត្រូវការកែលម្អវិស័យដូចជាការការពារអាកាសប្រព័ន្ធខ្លំមើលនិងបណ្ដាញទំនាក់ទំនងសូម្បីតែប្រទេសតូចៗក៏អាចក្លាយជាប្រទេសមួយរឹងមាំជាងមុនដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃនិងយុទ្ធសាស្ត្រល្អៗទូរនទីរបស់យោធារឹងមាំគឺដើម្បីគ្រប់គ្រងប្រទេសក្នុងកំឡុងពេលមានគ្រោះមហន្តរាយនិងគ្រាអាសន្នកម្ពុជាតែងតែប្រឈមមុខទៅនឹងទឹកជំនន់និងរងគ្រោះគ្រោះមហន្តរាយធម្មជាតិយោធាដើរតួនាទីសំខាន់ក្នុងការជួយសង្គ្រោះមនុស្សការដឹកជញ្ជូនស្បៀងអាហារនិងសម្ភារៈនិងការកសាងឡើងវិញនៅតំបន់ដែលខូចខាតនេះគឺបង្ហាញថាយោធារឹងមាំក៏សំខាន់ខ្លាំងណាស់ដែរក្នុងការសង្គ្រោះជីវិតនិងការគ្រប់គ្រងសហគមន៍មិនមែនគ្រាន់តែសម្រាប់ការការពារជាតិនោះទេការការពារជាតិដែលរឹងមាំក៏ផ្ដល់ឲ្យកម្ពុជានៅទំនុកចិត្តទៅលើទំនាក់ទំនងអន្តរជាតិផងដែរនៅពេលដែលប្រទេសមួយមានការការពារខ្លួនឯងបានយ៉ាងល្អវាអាចសហការជាមួយនឹងប្រទេសដទៃទៀតដែលមានចំហររឹងមាំមិនមែនពីភាពទន់ខ្សោយនោះទេនេះគឺអនុញ្ញាតឲ្យកម្ពុជាអាចកសាងភាពជាដៃគូចូលរួមកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការការពារផលប្រយោជន៍របស់ជាតិដោយខ្លួនឯងបានដោយមិនពឹងផ្អែកទៅលើប្រទេសណាមួយឡើយសរុបមកការការពារដែលមានយោធារឹងមាំគឺនិយាយអំពីស្ថិរភាពរយៈពេលវែងនិងសន្តិសុខនៅពេលអនាគតពិភពលោកតែងតែផ្លាស់ប្ដូរហើយបញ្ហាប្រឈមថ្មីៗអាចលេចឡើងបានយ៉ាងឆាប់រហ័សកម្ពុជាមិនចាំបាច់ក្លាយជាប្រទេសយោធាដែលមានឥទ្ធិពលខ្លាំងនោះទេប៉ុន្តែគឺត្រូវការប្រព័ន្ធការពារដែលមានតុល្យភាពត្រៀមខ្លួនបានយ៉ាងល្អនិងទំនើបនេះគឺធានាថាប្រទេសអាចដោះស្រាយបញ្ហាហានិភ័យការការពារ
ពារប្រជាជនរបស់ខ្លួនបាននិងរក្សាសន្តិភាពប្រទេសតូចៗដូចជាកម្ពុជាត្រូវការការពារយោធាដែលរឹងមាំដើម្បីការពារឯករាជ្យភាពទប់ស្កាត់ចំនួនធានាសុវត្ថិភាពតាមព្រំដែនការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ឆ្លើយតបទៅនឹងការកំហែងទំនើបនិងការគ្រប់គ្រងប្រជាជនក្នុងគ្រាមានអាសន្នឧទាហរណ៍ជាក់ស្ដែងបង្ហាញថាការរៀបចំនីតិសាស្ត្រឆ្លៀសវៃគឺសំខាន់ជាងទំហំការការពារដ៏រឹងមាំគឺអាញាតឲ្យកម្ពុជារបស់យើងរក្សាសុវត្ថិភាពនិងស្ថិរភាពក្នុងពិភពលោកដែលមានភាពប្រកបជាមួយនេះតែបងប្អូនគិតយ៉ាងណាដែរអំពីហេតុផលទាំងអស់នេះដែលកម្ពុជាតូចប៉ុន្តែត្រូវការយោធាខ្លាំងរឹងមាំដើម្បីការពារប្រទេសនេះគឺជាហេតុផលមួយចំនួនអំពីសំណួរនិងរឿងរ៉ាវមួយនេះសូម share នៅវីដេអូមួយនេះបើគិតថាវីដេអូនេះគឺសំខាន់សូមចូលរួម follow page និង share នៅវីដេអូមួយនេះផងបើទស្សនាក្នុង YouTube ជួយ subscribe នៅ YouTube channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយដូចគ្នាផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមសំណាងដល់ក្រុមគ្រួសារសូមអរគុណ